ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំខ្ញុំលើកយកការកាត់សបិនបន្តសម្រាប់មកជម្រាបជូនបងប្អូនទាំងអស់គ្នាទូក្រាន់ស្ដាប់កំសាន្តចាតកតទៅនឹងសបិនទី1នេះគឺការដែលយើងសបិនឃើញភាពកខ្វក់ពេលដែលយើងយល់សពឃើញខ្លួនប្រាណឬក៏សម្លៀកបំពាក់របស់យើងមានភាពកខ្វក់យើងប្រឡាក់អ្វីមួយនៅពេលដែលយើងមិនសូវជារវល់ទំនាយថាអ្នកកំពុងមានជំងឺប្រសិនបើយើងយល់សពថាដើរជិនទីកន្លែងដែលកខ្វក់ឬក៏ទឹកកខ្វក់មិនស្អាតទំនាយទេថានឹងត្រូវដូរទីលំនៅថ្មីដែលប្រសើរជាងបច្ចុប្បន្នយល់សពថាចូលវត្ថុកខ្វក់ឬក៏គេគប់វត្ថុកខ្វក់មកលើអ្នកជាការប្រមានថាមានមនុស្សដែលអ្នកទុកចិត្តកំពុងប៉ុនប៉ងយកដំណឹងអ្វីមួយមកប្រឆាំងនឹងអ្នកតកតងនឹងស្បិនទី1ចាតកតងនឹងស្បិនទី2គឺយើងយល់សពឃើញកងដៃការយល់សពឃើញកងដៃឬក៏ខ្សែដៃទំនាយថាអ្នកនឹងបានទទួលភាពសម្បូរសប្បាយប៉ុន្តែបើយល់សពឃើញទិញឬក៏លក់កងដៃទំនាយថាអ្នកនឹងត្រូវបាត់លាភយល់សពឲ្យកងដៃទៅគេទំនាយថាអ្នកនឹងចិត្តបានរៀបការឬក៏រៀបអាពាហ៍ពិពាហ៍យល់សពបាត់កងដៃឬក៏ខ្សែដៃទំនាយថាអ្នកនឹងទទួលសេចក្តីរីករាយលាយជាមួយនឹងទុក្ខយល់សពទទួលយកកងដៃឬក៏ខ្សែដៃពីគេទំនាយថាអ្នកនឹងត្រូវគេចោទប្រកាន់នឹងតកតងនឹងការយល់សពទី2ចាតកតងនឹងការយល់សពទី3គឺការយល់សពឃើញកងទ័ពឬក៏ទាហានយល់សពឃើញកងទ័ពទំនាយថាអ្នកនឹងត្រូវឆ្លងកាត់ឧបសគ្គយល់សពឃើញកងទ័ពកំពុងធ្វើដំណើរទំនាយថាអ្នកត្រូវចេញដំណើរទៅឆ្ងាយទៅបំណងអ្នកបានសម្រេចយល់សពឃើញកងទ័ពកំពុងរៀបជួរត្រៀមប្រយុទ្ធទំនាយថាមនុស្សដែលអ្នកទុកចិត្តហើយប្រគល់ឲ្យកាន់ការងារនោះកំពុងរកឱកាសបន្លំអ្នកយល់សពឃើញកងទ័ពច្បាំងឈ្នះគេទំនាយថាអ្នកនឹងទទួលការព្រួយបារម្ភយល់សពឃើញកងទ័ពច្បាំងចាញ់គេទំនាយថាអ្នកនឹងជួបការមិនសប្បាយចិត្តជាមួយនឹងរយៈពេលខ្លីចានេះតកតងនឹងសុបិនទី3ចាតកតងនឹងសុបិនទី4គឺសុបិនឃើញនាវាយល់សពឃើញនាវានេសាទនៅតាមកំពង់ផែឬក៏កំពុងសម្ដៅមករកផែទំនាយថាអ្នកនឹងមានអារម្មណ៍ខ្សែមខ្សាន្តប៉ុន្តែបើយល់សពឃើញកងនាវាចេញដំណើរទំនាយថាអ្នកនឹងត្រូវទទួលក្តីបារម្ភឬក៏ក្តីកង្វល់យល់សពឃើញកងនាវាសមុទ្របោះយុទ្ធការទំនាយថាអ្នកនឹងបានរួចផុតពីបន្ទុកនានាប៉ុន្តែបើឃើញកងនាវាជាក្បួនចេញទំនាយថាអ្នកនឹងត្រូវធ្វើដំណើរទៅឆ្ងាយយល់សពឃើញកងនាវាបើក្តោងចេញទៅនៅវេលាល្អមានបើកថ្ងៃមេឃស្រឡះទំនាយថានេះជាបថ្នូលនៃសេចក្តីសង្ឃឹមថ្មីចានេះគឺជាសុបិនទី4ចាតកតងនឹងសុបិនទី5គឺយើងសុបិនឃើញកង់រថយន្តឬក៏រទេះយល់សពឃើញកង់វិលយឺតទំនាយថាអ្នកនឹងត្រូវជួបការងារធ្ងន់ប៉ុន្តែទទួលលទ្ធផលជាទីគាប់ចិត្តយល់សពឃើញកង់វិលលឿនជាបថ្នូលថាបំណងរបស់អ្នកក៏សម្រេចបានលឿនដែរយល់សពឃើញបាត់កង់ណាមួយទំនាយថាអ្នកនឹងត្រូវធ្វើការផ្សងព្រេងមួយយ៉ាងរំភើបក្នុងចិត្តយល់សពឃើញកង់ចាស់ប្រើលែងកើតឬក៏ឃើញវាបាក់បែកទំនាយថាអ្នកនឹងត្រូវទទួលការខកចិត្តឬក៏បរាជ័យព្រោះខ្វះសេចក្តីព្យាយាមយល់សពឃើញកង់រថយន្តទំនាយថាអ្នកនឹងត្រូវបើមានធ្វើដំណើរទៅណាមួយរយៈខ្លីយល់សពឃើញកង់តូចក្រយានទំនាយថាអ្នកនឹងទទួលការពន្យាពេលថែមទៀតលើការងារដែលមិនទាន់រួចយល់សពឃើញកង់របស់ម៉ាស៊ីនឬថាសឬអ្វីដែលវិលនៅក្នុងម៉ាស៊ីនទំនាយថា
អ្នកនឹងត្រូវទទួលការផ្លាស់ប្ដូរទៅរកភាពប្រសើរជាងសពថ្ងៃយល់សពឃើញកង់ល្អត្រឹមត្រូវទំនេរថាអ្នកនឹងជួបការផ្លាស់ប្ដូរមួយដែលអ្នកមិនពេញចិត្តទាំងស្រុងទេតែវាក៏អាចឲ្យអ្នកចំណេញដែលយល់សពឃើញកង់ដែលក្មេងវាយលេងទំនេរថាអ្នកនឹងទទួលជោគជ័យតាមសេចក្តីព្យាយាមខ្លាំងចាតកតងនឹងសុបិនទី6ចាតកតងនឹងការសុបិនបន្តទៀតហ្នឹងគឺតកតងនឹងការសុបិនឃើញកង់គូរូយល់សពឃើញសัตว์កង់គូរូលោតមានទាំងកូននៅក្នុងថងវាផងទំនេរថាអ្នកនឹងត្រូវចេញដំណើរដោយឥតបានគ្រោងទុកហើយដំណើរនោះធ្វើឲ្យអ្នករភើបចិត្តផងដែរចានឹងតកតងនឹងយល់សពឃើញសัตว์កង់គូរូតកតងនឹងការយល់សពបន្ថែមទៀតបន្តទៀតនឹងគឺយើងយល់សពឃើញកង្កែបប្រសិនបើបងប្អូនយល់សពឃើញកង្កែបទោះបីជាត្រឹមតែបានឃើញឬឮវាយំឬក៏បានបរិភោគសាច់វាទំនេរថាអ្នកនឹងសប្បាយចិត្តជាមួយនឹងជោគជ័យក្នុងការងារនិងមិត្តភាពដ៏ស្មោះសរជាសុបិនដែលល្អណាស់ចានឹងគឺតកតងនឹងការសុបិនដែលនេះខ្ញុំបានជម្រាបជូនបងប្អូនទាំងអស់អញ្ចឹងតកតងនឹងការសុបិននឹងគឺយើងចប់ត្រឹមនេះយើងខ្ញុំនឹងមានវីដេអូក្រោយលើកនឹងការសុបិនឃើញផ្សេងបន្តទៀតប្រសិនបើបងប្អូនសុបិនឃើញអ្វីបងប្អូនអាចខមមិននឹងខាងក្រោមវីដេអូនឹងខ្ញុំនឹងលើកមកជម្រាបជូនប្រាប់បងប្អូនចាសូមអរគុណសូមគោរពលា